សិក្សានុសិស្សដែលបញ្ចប់ឆ្នាំសិក្សាទាំងអស់នៅសាលាវិទ្យាល័យ World Kid យ៉ាងពិតប្រាកដនៅក្នុងឱកាសដ៏ពិសេសពិសានេះផងដែរខ្ញុំសូមស្វាគមន៍ដ៏កក់ក្ដៅបំផុតនិងសូមគោរពនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំចំពោះវត្តមានលោកនិតវុធីប្រធានគម្រោងអប់រំអប់រំគុំព្រះនិព្វានលោកវុធីនាយកសាលាបឋមសិក្សាពលិករបត់លោកមេភូមិព្រៃថ្លាលោកសុខពិសីមេប៉ុស្តិ៍រដ្ឋបាលភូមិព្រះនិព្វានអាយដាមលោកជំទាវអ្នកអង្គការគណៈធិបតីភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្របញ្ចប់ឆ្នាំសិក្សា2023-2024ដ៏មានសារៈសំខាន់នេះឆ្លៀតក្នុងឱកាសនេះខ្ញុំសូមរាយការណ៍ជូនលោកដំតុនជំទប់ទី1គុំព្រះនិព្វាននិងអង្គពិធីទាំងមូលនៅរបាយការណ៍សង្ខេបស្ដីអំពីការបណ្ដុះបណ្ដាលរបស់សាលាវិទ្យាល័យ World Kid ដូចតទៅដោយមានការលើកទឹកចិត្តពីរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យវិស័យអប់រំចូលរួមអភិវឌ្ឍធនធានមនុស្សចាប់ពីកម្រិតបឋមសិក្សាដល់កម្រិតឧត្តមសិក្សាដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិដូច្នេះសាលាវិទ្យាល័យ World Kid ជាគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជនកម្មវិធីអន្តរជាតិត្រូវបានអនុញ្ញាតនិងបង្កើតឡើងតាមរដ្ឋបាលស្រុកគងវិស័យលេខ334កសច្រចុះថ្ងៃទី4ខែមេសាឆ្នាំ2024រហូតមកដើម្បីលើកកម្ពស់គុណភាពអប់រំឲ្យឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំយុវជននិងកីឡានិងយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1របស់រដ្ឋាភិបាលកម្ពុជាសាលាវិទ្យាល័យ World Kid បានរៀបចំនៅចក្ខុវិស័យផែនការបណ្ដុះបណ្ដាលផែនការសកម្មភាពច្បាស់លាស់ដើម្បីបណ្ដុះបណ្ដាលនិងបង្ហាត់បង្រៀននៅកម្មវិធីសិក្សាចំណេះទូទៅដោយចាប់ពីថ្នាក់បន្តីសិក្សាដល់ថ្នាក់ទី6និងផ្នែកភាសាអង់គ្លេសពីកម្រិតដំបូងរហូតដល់កម្រិតខ្ពស់ប្រកបដោយគុណភាពសមត្ថភាពមានសុជីវធម៌និងមានគុណធម៌ល្អដោយមានទំនាក់ទំនងយ៉ាងល្អក្នុងសង្គមគ្រួសារនិងសង្គមជាតិនិងក៏ខ្លាយទៅជាទំពាំងស្នងឫស្សីនាថ្ងៃអនាគតជាមួយគ្នានេះសាលាវិទ្យាល័យ World Kid មានគណៈគ្រប់គ្រងបុគ្គលិកលោកគ្រូអ្នកគ្រូសរុបចំនួន11នាក់ស្រី5និងមានសិស្សកំពុងសិក្សាចំនួន215នាក់ដោយមានការបដិញ្ញាខ្ពស់របស់គណៈគ្រប់គ្រងបុគ្គលិកនិងលោកគ្រូអ្នកគ្រូក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រផែនការអប់រំបណ្ដុះបណ្ដាលនិងផែនការសកម្មភាពរបស់សាលាវិទ្យាល័យ World Kid នាំឲ្យសាលាវិទ្យាល័យ World Kid មានកិត្តិយសនិងមានការទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡាស្រុកគងវិស័យខេត្តកំពង់ស្ពឺហើយក៏មានការទទួលស្គាល់ពីគ្រប់និងការគ្រប់គ្រងពីមាតាបិតាអាណាព្យាបាលនិងសិស្សានុសិស្សគ្រប់កម្រិតផងដែរទន្ទឹមនឹងសមិទ្ធផលដូចខាងលើនេះសាលាវិទ្យាល័យ World Kid បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្រជូនដល់សិស្សានុសិស្សបញ្ចប់ឆ្នាំ2023-2024ទាំងពីរភាសាផ្នែកភាសាខ្មែរនិងភាសាអង់គ្លេសក្រោមអធិបតីភាពដ៏ពំពោះបំផុតរបស់លោកទឹមតុនជំទង់ទី1គុំព្រះនិព្វានដែលមានសិស្សានុសិស្សមាតាបិតាណាព្យាបាលជាកិត្តិយសជាង150នាក់ចូលរួមក្នុងថ្ងៃនេះជាមួយនឹងសមិទ្ធផលដែលបានជូនដោយខាងលើនេះតាំងនាមឲ្យគណៈគ្រប់គ្រងសាលាវិទ្យាល័យ World Kid និងខ្លួនខ្ញុំផ្ទាល់សូមអបអរសាទរចំពោះសិស្សានុសិស្សដែលបានបញ្ចប់ឆ្នាំសិក្សា2023-2024ទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានជោគជ័យហើយនឹងត្រូវទទួលបានសញ្ញាបត្រនាពេលបន្តិចទៀតនេះខ្ញុំសូមសម្ដែងកោតសរសើរដោយស្មោះនិងមានតម្លៃយ៉ាងខ្ពស់ចំពោះគណៈគ្រប់គ្រងលោកបុគ្គលិកលោកគ្រូអ្នកគ្រូនៅសាលាវិទ្យាល័យ World Kid
ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តនិងប្រាជ្ញាដោយមានឆន្ទៈមោមុតមានគំនិតច្នៃប្រឌិតនិងមានការប្រាជ្ញាពោះក្នុងការដឹកនាំបង្ហាត់បង្រៀននិងអប់រំណែនាំសិស្សានុសិស្សស្របតាមផែនការយុទ្ធសាស្ត្រនិងផែនការបណ្ដុះបណ្ដាលនិងចក្ខុវិស័យរបស់សាលាអន្តរជាតិ World Kid ដែលនាំឲ្យសាលាអន្តរជាតិ World Kid មានការទទួលស្គាល់គ្រប់មជ្ឈដ្ឋាននិងពីមន្ត្រីឃុំនាពេលនេះដែរលោកទឹកតនជំទប់ទី1ឃុំព្រះនិព្វានជាទីគោរពដ៏ពំពោះបំផុតអង្គពិធីទាំងមូលជាទីវិត្រីក្រោមការយកចិត្តទុកដាក់និងចង្អុលបង្ហាញដល់សាលារដ្ឋាភិបាល World Kid ទទួលបាននូវវឌ្ឍនភាពនិងការរីកចម្រើនក្នុងវិស័យអប់រំជាលំដាប់ជាមួយគ្នានេះក្រសួងអប់រំយុវជននិងកីឡាបានយកចិត្តទុកដាក់លើការចុះមកតាមដាននិងចង្អុលបង្ហាញការសិក្សាដល់សាលាហើយលោកក៏បានលើកកម្ពស់គុណភាពអប់រំដើម្បីអភិវឌ្ឍធនធានមនុស្សឲ្យក្លាយទៅជាទំពាំងស្នងឫស្សីសម្រាប់ចូលរួមក្នុងសង្គមនាពេលអនាគតដូច្នេះសូមសិស្សានុសិស្សនៅសាលាអន្តរជាតិ World Kid ទាំងអស់ត្រូវស្រឡាញ់និងខំប្រឹងប្រែងរៀនសូត្រត្រូវមានសីលធម៌ល្អនិងមានគុណធម៌ពេញមួយជីវិតការសិក្សាគឺជាអនាគតរបស់បងប្អូន Your study your future តាមនាមគណៈកម្មការគណៈគ្រប់គ្រងបុគ្គលិកលោកគ្រូអ្នកគ្រូសិស្សានុសិស្សនៃសាលារដ្ឋាភិបាល World Kid និងខ្លួនខ្ញុំផ្ទាល់សូមបដិញ្ញាចូលរួមពង្រឹងវិស័យអប់រំឲ្យកាន់តែរីកចម្រើនជានិរន្តរ៍ជាថ្មីម្ដងទៀតខ្ញុំបាទសូមគោរពនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានដ៏ពំពោះនិងឧត្តមរបស់លោកតុងតុនជំទប់ទី1គុំព្រះនិព្វានលោកនុតវុធីបាទប្រធានកម្រងគុំព្រះនិព្វានលោកវុធីនាយកសាលាអន្តរជាតិនាយកសាលាបឋមសិក្សាពលឺកលបុត្រលោកសុភិស័យមេបោះរដ្ឋបាលគុំព្រះនិព្វាននិងលោកមេភូមិព្រៃខ្លាដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងមមាញឹកអញ្ជើញជាធម្មតាដល់ពំពោះបំផុតក្នុងអង្គពិធីប្រគល់សញ្ញាបត្របញ្ចប់ឆ្នាំសិក្សា 2023-24 ដ៏មានសារៈសំខាន់នាពេលនេះហើយខ្ញុំបាទហើយយើងខ្ញុំគណៈគ្រប់គ្រងបុគ្គលិកលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៅសាលាអន្តរជាតិ World Kid ទាំងអស់សង្ឃឹមយ៉ាងមុតមមថាលោកនឹងអញ្ជើញជាធម្មតាដល់ពំពោះបំផុតក្នុងកម្មវិធីប្រគល់សញ្ញាបត្រដល់សិស្សានុសិស្សនាពេលក្រោយទៀតមុននឹងបញ្ចប់ខ្ញុំបាទសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកនិងវត្ថុស័ក្តិសិទ្ធិក្នុងព្រះរាជាណាចក្រកម្ពុជាប្រសិទ្ធពរជ័យនិងសូមឲ្យលោកប្រកបសេចក្តីសុខសេចក្តីចម្រើនជានិរន្តរ៍មានសុខភាពល្អបរិបូរណ៍បញ្ញាភ្លឺថ្លានិងជនអាយុយឺនយូរនិងពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាឡើយសូមអរគុណ